ប៉ុន្តែផងដែរបានចាប់ផ្ដើមនៅពេលដែលអាម៉ាយរបស់យើងបានថើបទៅកាន់អ្នកគ្រូលេសេឲ្យធ្វើអានាងអៀនខ្លាំងមែនប៉ុន្តែក៏រៀងស្អប់ទៅកាន់អាម៉ាយវិញផងដែរធ្វើអញ្ចឹងដាក់គាត់ឡើងប្រមាណដងហើយតាំងនៅទេហងនៅ office ហងឥឡូវនៅទីកន្លែងនេះហ៊ានថើបមកកាន់នាងទៀតនាងបានរត់ចេញសេទៅកាន់អាម៉ាយថា best student គេហាងខ្លាំងមែនដែរចំណែកអាម៉ាយគ្មានតែខ្វល់នោះទេនៅពេលនោះផងដែរឆានណាក៏បានតេតទៅមកកាន់អាម៉ាយផងដែរដោយសារតែលិនយូកញ្ញាលិនយូហ្នឹងមានផ្លេចរបស់ខ្លះនៅក្នុងហាងកាហ្វេរបស់គេដូច្នេះហើយឆានណាចង់ឲ្យតួឯករបស់យើងទៅជួយបើកទ្វារអានាងផងដោយសារតែឆានណាជាមួយនឹងសាវឈៀវអវលអត់បានទៅបើកទ្វារឲ្យនោះទេអាម៉ាយក៏យល់ព្រមយ៉ាងទៅនៅពេលដែលអាម៉ាយបានមកដល់ជួបទៅកាន់លិនយូនាងក៏បានសុំទោសទៅកាន់អាម៉ាយដែលរំខានមកកាន់ពេលវេលារបស់គេយ៉ាងនេះតែមួយទេដោយសារអានាងផ្លេចសម្ភារៈរបស់កូនរបស់នាងមានរបស់លេងស្អីជាដើមគេហាងខ្លាំងមែនដែរអាម៉ាយក៏បានបើកទ្វារឲ្យនាងក៏ដូចជាគ្មានបញ្ហាអីសម្រាប់នាងផងដែរដើរមើលតាមចិត្តទៅចោះនាងក៏បានដើររកតាមហ្នឹងប៉ុន្តែសកម្មភាពហ្នឹងក៏អែមខ្លាំងមែនតើតែម្ដងអាម៉ាយបានប្រាប់ថាមិនបាច់បញ្ញាប់អីនោះទេហើយក៏សួរថាកូនរបស់នាងមានអាយុប៉ុន្មានហើយ3ឆ្នាំកន្លះអាកូនហ្នឹងអញញ៉ៃខ្លាំងមែនដែរប៉ុន្តែអាម៉ាយក៏បានចាប់អារម្មណ៍ជាមួយនឹងដបស្រានៅនឹងដែររបស់នាងផងដែរមើលទៅប្រហែលជានាងចូលចិត្តមកទីកន្លែងនេះហើយផឹកម្នាក់ឯងមើលទៅលិនយូបានមើលនៅទីកន្លែងនេះហាក់ដូចជាមិនអស់អាឡ័យនោះទេអាម៉ាយបានប្រាប់ថាបើសិនបើនៅនឹករលឹកស្អីហ្នឹងអាចមកទីកន្លែងនេះបានវាមិនជាអារម្មណ៍នឹករលឹកអំពីអតីតកាលស្អីទេប៉ុន្តែនាងគឺបាននឹករាល់ថ្ងៃយប់នៅពេលដែលនាងនៅទីកន្លែងនេះមើលទៅនាងដូចជារំជួលចិត្តដល់ហើយនៅពេលដែលនិយាយអំពីរឿងនេះវាអាចអត់តេតងជាមួយនឹងបញ្ហានឹងរឿងរបស់លោកសេងនោះអាចថាប្រូម៉ាប់ហ្នឹងបានធ្វើឲ្យនាងឈឺចាប់ខ្លាំងហើយនាងតែងតែមកផឹកអីនៅទីកន្លែងនេះម្នាក់ឯងចឹងទៅអាម៉ាយបានអនុញ្ញាតឲ្យនាងត្រឡប់មកវិញក៏ដូចជាមើលនៅទីកន្លែងនេះឡើងវិញផងដែរនាងចង់មកពេលណាក៏ពេលហ្នឹងទៅនាងបានប្រាប់ថាប្រហែលជានាងមិនអាចត្រឡប់មកវិញបានម្ដងទៀតនោះទេប៉ុន្តែអាម៉ាយបានប្រាប់ថាវាមិនដែរនោះទេគេមិនប្រកាន់ឡើយប៉ុន្តែទោះជាយ៉ាងក៏ដោយមើលទៅទៀងហាក់ដូចជាសេតចឹងអាម៉ាយក៏បានហៅនាងផឹកយកតែម្ដងនាងក៏បានសួរវិជ្ជាតើម៉ៃរេមែនហើយបានជាវាមិនអាចទៅនាងទៅវាបានចាក់សារក្រហមផឹកជាមួយនឹងគ្នាអាម៉ាយសុំទេតែម្ដងនាងកំពុងតែគិតនឹងមានបញ្ហាគ្រួសារមែនទេហើយបានជាលោកដឹងប៉ុន្តែដោយសារតែខ្ញុំស្គាល់ប្តីរបស់នាងដូចគ្នាលោកសេងតែគាត់គឺជាបណ្ឌិតទូទៅម្នាក់បើនិយាយទៅខ្ញុំធ្លាប់បានឮរឿងខ្លះៗដែលគាត់បានធ្វើដូចគ្នាហើយចំពោះឆាណាវិញនាងក៏ធ្លាប់ធ្វើការឲ្យលោកសេងផងដែរហើយនាងបានចេញពីក្រុមហ៊ុនធ្វើការរបស់នាងហ្នឹងក៏ដោយសារតែប្តីរបស់នាងផងដែរលោកសេងហ្នឹងឯងបរតកញ្ញាឈិនហើយបានជានាងមិនប្រាប់ខ្លួនតើពួកគេវាមិនដូចអ្វីដែលនាងបានកើតនោះទេលោកសេងគឺបានព្យាយាមយាយីទៅកាន់ឆាណាប៉ុន្តែឆាណាក៏ទ្រាំមិនបានចឹងហើយនាងក៏សម្រេចចិត្តលែងតែម្ដងទៅនេះគឺជាមូលហេតុដែលឆាណាលែងឈប់ពីក្រុមហ៊ុននោះវាជារឿងល្អអញ្ចឹងដំបូងនឹងនាងខំទៅភ័យខ្លាចតែប្តីរបស់នាងបានធ្វើអីដាក់ទៅកាន់ឆាណាចឹងណាប៉ុន្តែវាមិនទេហើយថ្មីហ្នឹងផងដែរលៀនយូនាងក៏រកផតតាំងជាច្រើនដើម្បីសុំប្តឹងលែងលេសទៅកាន់ប្តីរបស់នាងដូចគ្នាដោយសារតែនាងទ្រាំបានជាមួយនឹងតង្វើដែលគាត់បានធ្វើនោះទេនាងបានឮបានស្ដាប់ពីការសន្ទនាដែលគាត់បានយាយីធ្វើបាបទៅកាន់បុគ្គលិករបស់គាត់គំរាមកំហែងនិងប្រើល្បិចផ្សេងទៀតទៅកាន់បុគ្គលិករបស់គាត់ហើយនាងឃើញយ៉ាងហើយពិតជាហួសចិត្តខ្លាំងមែនទែននាងបានរៀបការជាមួយនឹងគាត់អស់រយៈពេល5ឆ្នាំប៉ុន្តែមិននឹកស្មានថាគាត់គឺចរិតនិងជាមនុស្សភេទហ្នឹងនោះទេប៉ុន្តែចាប់តាំងពីគាត់គឺជាឪពុករបស់កូនរបស់នាងហើយនាងគឺបបាក់ខ្លាំងមែនទែននាងនៅតែខ្លាចនឹងបារម្ភពីកូនផៅរបស់នាងយ៉ាងណានៅពេលដែលគេធំឡើងស្ថិតនៅស្ថានភាពគ្រួសារបែបហ្នឹងខ្លាចថាកូនផៅរបស់នាងមានបញ្ហាផ្លូវចិត្តជាស្រេចខាងមែនទែនខ្ញុំមិនតាន់ដឹងថាកូននាងហ្នឹងជាប្រុសឬក៏ស្រីនោះទេប៉ុន្តែទោះជាយ៉ាងណានាងគឺនិយាយត្រូវធ្វើជាឪពុកម្ដាយរបស់គេត្រូវតែគិតអំពីផ្លូវចិត្តរបស់កូនយ៉ាងឯងប៉ុន្តែបើសិនបើវាហួសកម្រិតពេកហួសកម្រិតដែលមិនអាចទទួលយកបានចឹងហើយគួរតែគិតគូរអំពីវាទៅហើយបន្ទាប់ពីរឿងនោះគឺបានកើតឡើងហើយគួរតែព្យាយាមមើលថែកូនឲ្យបានដល់ជាងមុនកុំឲ្យគេមានសម្ពាធផ្លូវចិត្តហើយយ៉ាងទៅអាម៉ៃរបស់យើងក៏បាននិយាយប្រាប់ទៅកាន់លៀនយូថាវាមិនអីនោះទេនៅពេលដែលពេលវេលាបានមកដល់ហ្នឹងវានឹងត្រូវបានបញ្ចប់ដោយខ្លួនឯងទោះជាយ៉ាងណាក៏ដោយកូនវាសំខាន់ហើយប៉ុន្តែអ្វីដែលសំខាន់ទៀតនោះគឺជាផ្លូវចិត្តរបស់នាងខ្លួនឯងនោះទេប្រសិនបើបញ្ហាវាកាន់តែធំទៅវានឹងធ្វើឲ្យនាងកាន់តែលំបាកហើយនាងត្រូវតែធ្វើការសម្រេចចិត្តឲ្យបានត្រឹមត្រូវដើម្បីកុំឲ្យមានវិប្បដិសារីចំពោះនាងនិងកូនខ្លួនឯងហើយចំពោះពេលសម្ដីដែលអាម៉ៃបាននិយាយទៅកាន់លៀនយូនឹងធ្វើឲ្យនាងមានការព្យាបាលខ្លាំងមែនទែនចំពោះពេលសម្ដីនិងអត្ថន័យនៃការនិយាយរបស់គេពិតជាធ្វើឲ្យនាងមានការព្យាបាលពីមុននាងគិតថាតួឯករបស់យើងនឹងវាគ្រាន់តែជាក្មេងដែលមានលុយចាយនិងកើតមកមានសាបតែប៉ុណ្ណោះគាត់មិនខ្វល់ពីអ្វីៗទាំងអស់ប៉ុន្តែនៅពេលដែលនាងបានឮនិងបានឃើញតែគាត់និយាយយ៉ាងវាពិតជាធ្វើឲ្យនាងគិតខុសទៅលើគាត់ពិតជាអស្ចារ្យជាងអ្វីដែលនាងបានរំពឹងទុកប៉ុន្តែទោះជាយ៉ាងណានាងក៏បានឃើញមួយផ្នែកទៀតនៃភាពសោកសង្ហារបស់គាត់និងមន្តស្នេហ៍ដ៏ special របស់គាត់ដែលលោកសេងគ្មានប៉ុន្តែអាម៉ៃបាយជាមែនទៅវិញអញ្ចឹងហើយបានគេនិយាយថា
ក៏មើលមនុស្សប្រុសត្រឹមតែសម្បកក្រៅឲ្យសោះប៉ុន្តែគួរតែមើលទៅកាន់កតនៅពេលដែលយើងរស់នៅជាមួយនឹងកតវិញហើយដូចជាអាម៉ែរបស់យើងជាដើមហើយវាក៏មិនខុសតោះអីដែរសំខាន់នឹងនៅមួយផុសស្អាតផុសក្មេងអញ្ចឹងវាធ្វើឲ្យអារម្មណ៍របស់នាងកាន់តែល្អថែមទៀតផងហើយនាងក៏បានអរគុណទៅកាន់អាម៉ែមិនបាច់អរគុណស្អីច្រើននោះទេហើយបន្តមកអ្នកទាំងពីរក៏បានចែកផ្លូវគ្នាប៉ុន្តែនៅពេលនោះលីនយូនាងក៏បានជពប់ជើងដួលទៅកាន់អាម៉ែផងដែរនាងសុំទោសទៅកាន់អាម៉ែមើលទៅកាន់លីនយូហេតុអ្វីបានជានាងសុំទោសយ៉ាងផ្លាន់របស់នាងវាពិតជាល្អហើយលីនយូក៏បានថើបទៅកាន់អាម៉ែផងដែរនៅពេលដែលថើបហើយក៏បានដើរចេញនិងបញ្ញាប់ទៅយ៉ាងលឿនតែម្ដងអាម៉ែអត់ដឹងថានាងកំពុងតែមានន័យថាល្មិចនោះទេហើយគេឲ្យដើរចេញយ៉ាងប៉ុន្តែនាងបានគិតថាប្រហែលជានាងផឹកច្រើនពេកដែរប៉ុន្តែក៏ដោយសារតែរយៈពេលប្រហែលឆ្នាំមកនេះនាងគឺអត់ដែលធ្វើយ៉ាងទេនាងតែងតែកំណត់ព្រំដែនខ្លួនឯងជានិច្ចហើយរឿងនេះគឺជារឿងដែលមិននឹកស្មានដល់អាចថាវាគឺជាកំហុសរបស់ប្រូម៉ាប់ប្រូសេងរបស់យើងដែរដែលធ្វើឲ្យរឿងទាំងអស់នេះកើតឡើងក៏ដោយសារតែអាកំាប់នឹងវាគ្មានប្រយោជន៍ហ្នឹងឯងប៉ុន្តែមិនដឹងថាមានប្រយោជន៍ខាងស្អីនោះទេដោយឡែកនៅពេលដែលថើបអាម៉ៃរបស់យើងទៅវាធ្វើឲ្យនាងមានអារម្មណ៍ថារំភើបខ្លាំងមែនតើមិនដឹងថាមូលហេតុអ្វីនោះទេខ្ញុំមិនដឹងដែរណាចំណែកអាម៉ៃរបស់យើងវិញក៏បានទៅរកកាន់ channel ផងដែរដោយសារតែដមស្លារបស់គេបាត់ហើយចឹងហើយអត់អាចត្រឡប់ទៅវិញបាននោះទេអញ្ចឹងមានតែទៅគេកន្លែងរបស់នាងតែប៉ុណ្ណោះអីគេបន្ទប់ជួមែនអូចឹងមិនចំណាយឡើយទេតែមិនបាច់ខ្វល់ទេគេតនេថាគេនឹងមិនធ្វើអ្វីនាងឡើយគ្រាន់តែអោបតែប៉ុណ្ណោះហើយជឿដែរថាវាទៅនឹងត្រឹមតែអោបស្អីរបស់យើងក៏បានកាន់ម្ដង20នាទីក្រោយមកឆានែលក៏បានបើកទ្វារហើយក៏មានអារម្មណ៍ថាតួឯករបស់យើងគឺផឹកច្រើនខ្លាំងមែនទេមើលតែមុខទៅក៏ដឹងដែរតែខ្ញុំមានជំរឿននោះទេនាងដឹងស្រាប់ថាខ្ញុំបានទៅពិភាក្សានឹង dinner ជាមួយនឹង director របស់ស្លានោះចឹងហើយមានតែតាមនឹងតែប៉ុណ្ណោះអូខេមើលទេចឹងទៅអង្គុយ10នាទីសិនទៅបន្តមកទៅងូតទឹកហើយខ្ញុំនឹងធ្វើតែដើម្បីលោកបន្សាបជាតិស្វឹងហើយយ៉ាងណាចាំតិចសូមអរមុនសិនអោបនេះគឺជារបៀបដែលខ្ញុំហៅថាក្រន់តែអោបតែប៉ុណ្ណោះប៉ុន្តែមិនមើលថៃទេក្រន់តែអោបខ្ញុំនឹងមិនធ្វើអ្វីទេនោះទេឆាណានាងគឺដឹងថាខ្ញុំមិនហើយត្រូវអត់ហើយមើលរូបភាពក៏ដូចជាពេលសម្ដែងដែរឆាណានិយាយលើកតែមួយលោកបានកុហកខ្ញុំថាលោកគ្រាន់តែចង់ផឹកទៅតែប៉ុណ្ណោះប៉ុន្តែវាក៏បដោយទៅតាមហ្នឹងទៅប៉ុន្តែលើកទី2លោកក៏បានរកលេសម្ដងទៀតថាចង់ហាត់បានចង់ត្រេនអីចឹងទៅប៉ុន្តែក៏វាទៅចឹងទៀតហើយលើកនេះលោកគ្រាន់តែនិយាយវាថាគ្រាន់តែជាការអោបអាណាជឿអាណាជឿបលេងបោកនាងឡើង2ដងយ៉ាងហ្នឹងហើយបន្តមកក៏បានចែកភួយចែកអីគ្នាយកតែម្ដងទៅម៉ែបាននិយាយថានាងលេងទុកចិត្តខ្ញុំហើយមែនធ្វើចឹងទៅវាល្អហើយជាងម៉ែបានគាត់ថាអា2ដងលើកចុងក្រោយហ្នឹងគេគាត់ថានាងនឹងទទួលយកគេបានហើយហ្នឹងប៉ុន្តែមើលទៅនាងហាក់ដូចជានៅតែស្ងប់ស្ងាត់ចឹងទៀតអត់បានរំពឹងតង់ទេណាប៉ុន្តែគេនៅតែមានវិធីសាស្ត្រជាច្រើនដើម្បីទទួលបានបន្តមកយើងបានឃើញថាប្រូម៉ែរបស់យើងក៏បានប្រាប់ទៅកាន់ channel ថាគេទៅជាខ្លាំងមែនមានថ្ងៃមែននាងក៏បានចោលដើម្បីបាត់មិនសិនជាអីយ៉ាងរៅប៉ុន្តែបាញ់នៅរៃមិនត្រូវការធ្វើឲ្យវាពិបាកចឹងពេកនោះទេដោយពួកយើងគ្រាន់តែចែករំលែកភួយជាមួយនឹងគ្នាណាគេដាក់ភួយមួយគ្នាអីចឹងទៅកាំងខ្លាំងមែនដែរឃើញអត់ធ្វើចឹងវាលែងទៅជាអីហើយគ្នាយើងសាកសម័យមើលថាបានប៉ុណ្ណឹងហើយវាបានស្អីទៀតតែប៉ុណ្ណឹងបើកិនចាញ់ទៀតចាប់យកតែម្ដងខ្សែរបស់យើងក៏បានកាន់មកដល់ថ្ងៃស្អែកដល់ពេលដែលម៉ែបានភ្ញាក់ហើយក៏បានឃើញសម្បត្តិរបស់ឈិនណាបានតគេផងដែរនាងបានប្រាប់ថានាងទៅហាងកាហ្វេមកហើយសម្លៀកបំពាក់របស់គេក៏បានបោកហើយដែរប៉ុន្តែដោយសារតែបងមិនតាន់ស្ងួតចាចឹងហើយក៏នាងទិញសម្លៀកបំពាក់ថ្មីឲ្យទៅកាន់អាម៉ៃយ៉ាងទៅហើយអាហារពេលព្រឹកក៏នាងធ្វើរួចឲ្យគេផងដែរបើសិនបើគេនៅតែមានអារម្មណ៍ថាជាបន្ទាប់ពីងើបហើយក៏បន្ថយដាក់កណ្ដៅវិញទៅតាមហ្នឹងទៅតាមអ្វីដែលគេពេញចាត់ចាណាអាម៉ៃបានគិតថាមិនដឹងថារកស្អីល្អដូចអញ្ចឹងពីណាបានទេនោះទេវាដូចជានេះគឺជារង្វាន់ដ៏ធំមួយសម្រាប់គេអញ្ចឹងកូននឹងចង់ទិញឡានឲ្យនាងមួយទៀតផងឆាប់នេះដល់ពេលហ្នឹងផងដែរយើងបានឃើញថាម៉ាំងលូក៏បានទៅមកកាន់រួយផលរបស់យើងជាមួយនឹងការហាត់ប្រាណបង្ហាញរាងរបស់នាងឲ្យជាហើយជាធម្មតាពេលសន្តែតែនាងនិយាយទៅកាន់អាម៉ៃមុនគេប្រូឆ្អឹងហ្នឹងឯងមើលទៅដឹងតែអង្កាលឯនេះមកជីមរបស់នាងដើម្បីហាត់ប្រាណអីចឹងណានាងកំពុងតែរងចាំគាត់អាកូននឹងភ្ញាក់ព្រឹកឡើងចឹងវារៀងវេទនាដែរសារយុមិញរៀងហត់ទៅហើយព្រឹកឡើងឃើញចឹងឯងប្រមបានទៅអត់មិត្តភ័ក្តិរបស់ឆាណាលេងចឹងឯងគេប្រមលេងបានយកតែម្ដងនាងក៏បានសួរហើយអាម៉េចដាក់ទូរស័ព្ទឆ្ងាយពីណៃមកហ៎ខ្លាចមែនខ្លាចខ្ញុំស៊ីលបងឯងមែនហើយបើមិនខ្លាចមិនបើអាចារ្យនឹងញ៉ាយឡើងឈ្ងុយចឹងនេះតាមមកទូរស័ព្ទក៏ត្រូវបានខលពីអ្នកគ្រូលេសៅគេក៏បានមកទៅកាន់ម៉ាំងលូថាគេមានរឿងសំខាន់ដូច្នេះហើយក៏ចុចបាត់តែម្ដងទៅហត់គេទេបន្ទាប់ពីទូរស័ព្ទរបស់អ្នកគ្រូលេសៅក៏បានសួរថាមានរឿងអីកើតឡើងមែនរីខ្វល់តែអាម៉ៃបានស្នើសុំនឹងឥឡូវ
វាថាបានប្រូដោយថ្នាក់ដឹកនាំក៏ដូចជាគណៈកម្មាធិការរបស់ស្លាយហើយឯកសារនឹងថាបានរៀបចំនិងបញ្ជូនទៅកាន់ទូឯកផលរបស់យើងនឹងថាបានអនុម័តប្រហែលថ្ងៃទៀតហើយវានឹងថាបានចាប់ផ្ដើមយកតែម្ដងហើយការប្រមូលអំពីព័ត៌មាននេះក៏ថាបានចាប់ផ្ដើមផងដែរនៅពេលដែលខាងស្លាយទទួលបានព័ត៌មានដូចជាការដាក់ពាក្យអំពីសិស្សនិងសហគ្រិនវ័យក្មេងរបស់នោះដូច្នេះហើយខាងស្លាយនឹងផ្ដល់ព័ត៌មានសារនៅទូឯកផលរបស់យើងដើម្បីធ្វើការវេតម្លៃនិង review ទៅកាន់ពួកគេយ៉ាងណាអត់ដែរទេប៉ុន្តែអាកូននឹងក៏ចង់ទទួលបានបូករួមជាមួយនឹងកម្ពស់គីឡូក៏ដូចជារូបថតរបស់គេផងដែរធ្វើនាងកាំងខ្លាំងមែនតើស្អីគេចង់បានតនោះដែរមែនតើនៅក្នុងនាមជាសហគ្រិនវ័យក្មេងម្នាក់វាមានពាក់ព័ន្ធអីជាមួយនឹងគីឡូនិងកម្ពស់ដែរនោះប៉ុន្តែវាពាក់ព័ន្ធគ្នាដោយសារតែគុណភាពរបស់សហគ្រិនវ័យក្មេងគឺត្រូវឲ្យមានអិយាបថដូចជាទម្លាប់ល្អវិជ្ជមានហើយយ៉ាងទៅហើយខ្ញុំអាចកាត់ក្តីទៅកាន់ពួកគេបានដោយគ្រាន់តែមើលថាពួកគេនឹងជាមនុស្សបែបម៉េចបើនិយាយពីអិយាបថនិងស្ថានភាពការរៀបចំខ្លួនរបស់ពួកគេគឺអាចវេតម្លៃបានមកភេទធំអីចឹងហើយបើនិយាយទៅគេមានតម្រូវការខ្ពស់ខ្លាំងមែនតើស្តង់ដារគេយ៉ាងណាវាមិនអីចឹងបើតាមទិសដៅវាចឹងមែនចឹងធ្វើតាមអ្វីដែលលបងឯងនិយាយគាត់នឹងប្រាប់ទៅកាន់ Professor Lu លោកគ្រូ Lu យ៉ាងណាឲ្យគាត់រៀបចំទៅតាមអ្វីដែលធ្វើឲ្យផលរបស់យើងទៅគេតមកចាំឲ្យថ្នាក់ដឹកនាំរបស់សិស្សនៃគណៈកម្មាធិការយុវជនឲ្យទៅទៅកាន់ធ្វើឲ្យផលរបស់យើងពេលក្រោយអូខេតាមនឹងដែរចឹងតមកអ្នកក៏លេខសក៏បាននិយាយអំពីរឿងរបស់គាត់ម្ដងរឿងរបស់គាត់នោះគាត់គឺចិត្តរើផ្ទះហើយប្រហែលជាស្អែកពេលព្រឹកហ្នឹងទូឲ្យផលរបស់យើងមានពេលតណៃអត់ប៉ុណ្ណេះចាំជួបគ្នាស្អែកពេលព្រឹកចឹងខ្ញុំច្បាស់ជាទៅសារយើងរបស់យើងក៏បានកាន់មកដល់កន្លះម៉ោងក្រោយមកនៅពេលដែលអាម៉ៃបានញ៉ាំអាហារពេលព្រឹកអីរួចអស់ហើយរៀបចាញ់ពីផ្ទះចឹងទៅនៅពេលនោះក៏ទទួលបានទូរស័ព្ទអំពីម៉ាំងលូផងដែរធ្វើគេឆ្ងល់ហាត់ໄວបានជានាងខលមកចឹងណាលបងកំពុងធ្វើអីមានលបងឯងនិយាយថានឹងមកជួបខ្ញុំបន្តិចទៀតនេះឥឡូវកន្លះម៉ោងណែតែមិនតាន់ចាញ់មកទៀតឡោះណាជឿតែកាន់លបងឯងទៀតដោយសារខ្ញុំវល់ពេលណាមិញទៅមានការប្រជុំហើយនៅមានការនិយាយអំពីការរចនាផ្ទះរបស់វិឡារបស់គេទៀតញ៉ៃញ៉ៃខ្លាំងមែនតើយកតែម្ដងបាញ់និយាយចឹងត្រូវការបន្តបន្ថែមអីទៀតអត់ទីជាត្រូវការមួយថានិយាយពីនាងខ្លួនឯងហ្នឹងហើយនាងបាននិយាយថាខ្លួនឯងជាបន្ទុកយ៉ាងហើយហេតុបានជាខ្ញុំត្រូវយកនាងមករៀនខ្ញុំទៅម្នាក់ឯងមិនស្រួលប៉ុន្តែបើសិនបើនាងចង់មកនោះក៏នាងអាចផងដែរទោះឲ្យបរិយាបានគាត់ថាលេវម៉ាំងឡូបើនិយាយទៅនាងគឺជាមនុស្សស្រីស្អាតឆ្លាតនិងបកាយម្នាក់ផងដែរហើយបើនិយាយអំពីអាចចំណេញញ៉ែហ្នឹងក៏កាន់តែខ្លាំងដូចគ្នានិយាយទៅនាងចេះចេញនិងចេះចូលបានល្អខ្លាំងមែនតើហើយណាមួយទៀតបើសិនបើមានស្រីស្អាតក្បែរខ្លួនអញ្ចឹងនៅពេលដែលចរចាអំពីរឿងអីមួយក៏វាជួយបានច្រើនផងដែរបន្ទាប់មកម៉ាំងឡូក៏បាននិយាយយល់ផងជាមួយទូឲ្យរបស់យើងហើយឲ្យគេមកយកខ្លួនមកនឹងរងចាំគេនៅជាមដែរនាងកំពុងតែធ្វើការហាត់ប្រាណអញ្ចឹងទៅអូខេសាររបស់យើងក៏បានកាន់នៅពេលដែលអាម៉ៃមករងចាំទៅកាន់ម៉ាំងឡូក៏មានតែបែបនេះក៏បានមកសួរទៅកាន់អាម៉ៃផងដែរហេប្រូកំពុងតែរងចាំពីណាម្នាក់មែនមនុស្សស្រីមែនហ្នឹងបើតែមកខោទេដឹងថាមនុស្សស្រី100%តែម្ដងហ្នឹងហើយបើនិយាយទៅមើលតឡានប្រវែងទៅរាងស្ទេលគួរសមឡានហ្នឹងបើនិយាយពីការទទួលបានមនុស្សស្រីធម្មតាម្នាក់វាច្បាស់ជាទទួលបានហើយប៉ុន្តែបើសិនបើចង់ទទួលបានមនុស្សស្រីហៃសូនឹងកាលីបស្អីយ៉ាងណាចឹងហើយវាដូចជាមិនងាយនោះទេប្រហែលក៏តែយកកម្រូតាមខ្ញុំមើលໄວដែរខ្ញុំជិះមើលឡានទំនើបហៃខ្លាំងមែនតើបើនិយាយទៅដឹងតែទទួលបានស្អី100%យកតែម្ដងបដតនៅពេលនោះផងដែរម៉ាំងលូនេះក៏បានដើរចេញសម្រាប់តែងខ្លាំងមែនតើអាកូនហ្នឹងក៏បានមករងចាំទៅកាន់ម៉ាំងលូមួយថ្ងៃអីនៅពេលដែលនាងចាញ់ពីធ្វើការអញ្ចឹងតោះទៅញ៉ាំអីមួយគ្នាម៉ាំងលូក៏បានអភ័យទៅកាន់ប្រធានហ្វានវិញទៅជាស្រ័យផងខ្ញុំបានទៅមួយមិត្តភក្តិរបស់ខ្ញុំហើយណាមួយទៀតខ្ញុំក៏បានមីស័យប្រាប់ទៅកាន់លបងឯងមិញដែរថាខ្ញុំគឺទៅមួយមិត្តភក្តិរបស់ខ្ញុំលោកបងឯងគួរតែបានឃើញទៅអត់នាងបានគាត់ថាវាល្អហើយដែលប្រធានហ្វានមានលុយនោះប៉ុន្តែអ្វីដែលសំខាន់គាត់មានលុយនឹងដោយសារតែឪពុកម្ដាយរបស់គាត់នោះទេបើនិយាយទៅខ្លួននៅខំឪពុកម្ដាយយកតែម្ដងហើយបើនិយាយពីការចាយវាទៅខ្លួនរបស់គាត់វិញគាត់មិនមែនច្រើនដូចជាប្រូម៉ៃរបស់យើងឡើយចឹងហើយតេតមួយប្រូម៉ៃគឺល្អជាងគាត់ឆ្ងាយហើយគាត់គ្រាន់តែមនុស្សបំរុងតែប៉ុណ្ណោះជាជំរើសទី2អាកូននឹងបាននិយាយថាវាគ្មានបញ្ហានោះទេឥឡូវពួកយើងអាចទៅជាមួយនឹងគាត់បានតែហើយអាហារថ្ងៃត្រង់ចាំខ្ញុំជាអ្នកចំណាយទៅចុះម៉ៃទេថ្វាយបាត់តែគាត់មិនប្រកាន់មែនប៉ុន្តែសុំទោសផងខ្ញុំអត់ចូលចិត្តញ៉ាំអីជាមួយនឹងមនុស្សដែលជិះឡានជីខ្លះឡើយតោះទៅសិនយ៉នថាកូននោះកាំងខ្លាំងមែនទេអាម៉ែបាននិយាយថាសុំទោសផងលបងឆ្ងល់ហាត់បើបានជាម៉ងលោកទៅចូលចិត្តដូចជាចូលទៅកាន់ឡានរបស់កូនហ្នឹងវិញទៀតដឹងថាមានរឿងអីក៏ឡាទេនេះដោយសារតែមនុស្សស្រីតែគេមិនអាចតតងបានដោយឡានជីខ្លះប៉ុន្តែបាយជាទៅជិះឡានមួយប្រូដែលជិះឡានអំណាយទៅវិញពិតជាអត់យកខ្លាំងមែនទេនៅក្នុងឡានវិញយើងបានឃើញថាម៉ងលោកក៏បានរៀបរាប់ព័ត៌មានខ្លះៗតតងជាមួយនឹង President Fan ទាន Fan ធ្លាប់ជា VIP របស់ gym របស់ពួកគេហើយណាមួយទៀតគាត់គឺបានដាក់លុយច្រើនខ្លាំងមែនទែននៅក្នុង gym
របស់ពួកគេសំខាន់គ្រួសាររបស់គាត់គឺជាគ្រួសារដែលចូលចិត្តលេងឡានម្នាក់ហើយបើនិយាយពីឡានរបស់គាត់ដែលបើកណាមានថ្លៃរហូតដល់2លានជាងហ្នឹងហើយគាត់ក៏តាមខ្លួននាងរយៈពេលយូរផងដែរប៉ុន្តែនាងមិនដែលនិយាយថាយល់ព្រមមួយគាត់នោះទេអូហេលបងឯងកើតស្អីហ្នឹងហាត់បានជាស្ងាត់ម៉េះអត់ដូចហៅដងទេតែនាងចង់បានស្អីពីខ្ញុំមិនដឹងទេប៉ុន្តែខ្ញុំគិតថាលបងឯងមិនដូចរាល់ដងឡើយនិយាយទៅផ្លាច់មកទៅហឹងមនុស្សចាស់តែម្ដងអាម៉ែបានគិតថាខ្ញុំដឹងពីអ្វីដែលនាងគិតនាងគឺចង់ឲ្យខ្ញុំមានអារម្មណ៍ថាខ្ញុំមានសម្ពាធអីយ៉ាងណាតែសារតែខ្ញុំមិនជាជំរឿតែមួយរបស់នាងនោះទេព្រោះឯនាងនៅមានជំរឿផ្សេងទៀតហើយអាម៉ែបានប្រាប់នាងថាក្នុងនាមជាមនុស្សប្រុសម្នាក់និយាយទៅមនុស្សប្រុសរំភើបនៅពេលដែលពួកគេបានតាក់ទងនៅខាងក្រៅធ្វើការនៅក្រៅអីចឹងបាននិយាយអំពីវាប៉ុន្តែចំពោះនាងវិញតើនាងមិនមានករងអីមួយខ្ញុំតែមែនដូច្នេះតើនាងគិតថាវាអាចធ្វើឲ្យខ្ញុំនឹងរំភើបបានមែនអាចកំណត់ថាវាគឺជាការរំភើបរបស់ខ្ញុំមែនពីប្រុសអញពងនិយាយវិស័យហ្នឹងដូចជារំខានដែរណាតែមនុស្សប្រុសដូចប្រុសឯងហ្នឹងសុទ្ធតែអញ្ចឹងមែនវាកលចរិតរោគចិត្តអញ្ចឹងមែនរោគចិត្តស្អីគេចាយខ្ញុំនិយាយពីការលេង basketball សោះណាទៅគិតចេញហើយណាអូគេដឹងហើយទៅឥឡូវចុងក្រោយដែរនាងនៅហាងកាហ្វេហើយនាងក៏នៅក្រុមហ្នឹងផងដែរក៏បានដឹងអំពីការធ្វើអីគ្នាអូសរ៉ែងអីជាដើមនៅពេលដែលម៉ៃនាំឈិនណាឡើងទៅចនទី2ហ្នឹងទៅគេដឹងហើយទៅតែមើលទៅអាចារ្យបានលុយដូចជាចង់រំលឹកវារហូតដល់ថ្ងៃគាត់ស្លាប់ហ្មងតមកម៉ៃក៏បានសួរហាត់បានជានាងត្នេខ្លាំងណាស់បានជាមកជាមួយគេរហូតអញ្ចឹងមិនមែនត្នេស្អីនោះទេគ្រាន់តែនាងពជាពេលថ្នាក់បរិញ្ញាបត្ររបស់នាងតែប៉ុណ្ណោះហើយនាងធ្វើបែបអញ្ចឹងដោយសារតែតួឯកផលរបស់យើងដូចគ្នាធ្វើអញ្ចឹងហាក់ដូចជាធ្វើឲ្យគេមានអារម្មណ៍ល្អណាអូប៉ដល់បើអញ្ចឹងលោកគួរតែមើលថែខ្ញុំមកល្អទៅជាមួយនឹងអាហារល្អខ្លាយរបស់មេអាប់អីជាដើមហ្នឹងគ្មានបញ្ហាទេគេចាំរៀបចំឲ្យនាងមកឆ្ងាញ់មកបាញ់ចាត់យកតែម្ដងលបងពងនិយាយពិសីវាហើយហ្នឹងលបងឯងតែងតែយកអត្ថប្រយោជន៍ពីការនិយាយរហូតហ្មងតែមាននិយាយពិសីចាយតែងតែគិតឯងញ៉ៃយកហ្មងខ្ញុំថាពួកយើងគួរតែញ៉ាំអីមុនអីចឹងណាហើយបន្តមកក៏ទៅក្រុមហ៊ុន model អីចឹងទៅក្រុមហ៊ុន design ហ្នឹងជាដើមចាឯងកុំគិតឲ្យប្រេះប្រាមើលតមកស្អីរបស់យើងក៏បានកាត់នៅពេលដែលតួឯកផលរបស់យើងបានមកជួបថ្នាក់ដឹកនាំរបស់ designer នេះមានឈ្មោះថា Fu Cheng Mei អាចារ្យហ្នឹងក៏បានណែនាំខ្លួនដោយរយៈតែនិយាយមួយតួឯកផលរបស់យើងហើយពួកគេទាំងពីរក៏បានសម្រេចចិត្តក្នុងការចាប់ផ្ដើមពិភាក្សាគ្នាទាក់ទងជាមួយនឹងការរចនាទេអីយ៉ាងទៅដោយសារតែថវិកាដែលតួឯកផលរបស់យើងហ្នឹងបានដាក់ស្នាមមកកាន់ពួកគេហាងច្រើនដែរទៅតាមអ្វីដែលតួឯកផលរបស់យើងគឺបានប្រាប់ដូច្នេះហើយនាងគឺបានរៀបចំអ្វីដែលផលិតខ្លាំងទេនៅក្នុងវិឡារបស់គេហ្នឹងមិនលូក៏មានការព្យាបាលដែរដោយសារតែឃើញសត្វតែល្អក៏បានសួរទៅកាន់ថវិកាដែលតួឯកផលរបស់យើងបានចំណាយទៅលើវា20លានថាម៉េច20លានវិឡាហ្នឹងនិយាយទៅមានថ្លៃតែ10លានជាងតែប៉ុន្តែមានក៏រងក្នុងការជួសជុលនិងចំណាយ designer អីហ្នឹងរហូតដល់20លានបើនិយាយទៅការចំណាយទៅកាន់វិឡាមួយប្រហែលជា30លានបាត់ហើយហ្នឹងចឹងហើយមិនមែនថាលបងឯងមានថវិកាសម្បត្តិរាប់លានទេមែនហើយមិនបាច់មើល style ផងនោះទេមិនចោលតែម្ដងអា style sexy តាក់គេហ្នឹងបន្ទាប់ពីតាមដំតិចក្រោយមកយើងបានឃើញថាពួកគេក៏បានភាសាគ្នាទៅមួយនឹងរឿងទាំងអស់ហ្នឹងរួចហើយប៉ុន្តែតួឯកផលរបស់យើងចង់និយាយអំពីការជួសជុលអីជាមុនសិនមុននឹងធ្វើការសម្រេចចិត្ត design អីផ្សេងយ៉ាងណាចឹងហើយគេសុំសម្រេចចិត្តបន្តិចសិននាងក៏បានប្រាប់ថាអត់អីនោះទេប៉ុន្តែទោះជាយ៉ាងក្រោយតួឯកផលរបស់យើងគិតមិនក៏គិតទៅគ្រាន់តែប្រធានរបស់គេហ្នឹងចង់អញ្ជើញទៅកាន់តួឯកផលរបស់យើងទៅញ៉ាំ dinner អីយ៉ាងណាប្រធានរបស់នេះមានឈ្មោះថាប្រធានហ្វាន់តួឯកផលរបស់យើងមានពេទ្យតណែអត់ដោយសារតែគាត់គ្រាន់តែចង់ខ្លាចទៅជាមិត្តរបស់លោកតែប៉ុណ្ណោះកុំនិយាយអំពីរឿងទាំងអស់នោះហើយដោយសារតែខ្ញុំមិនតាន់បាន order មិនតាន់បានស្អីហោះហ្នឹងបើនិយាយពីរឿងទាំងអស់នោះដូចជាលឿនពេកហើយមិនបាច់ប្រាប់នោះទេដោយសារតែប្រធានរបស់ខ្ញុំគ្រាន់តែចង់ខ្លាចទៅជាមិត្តតែប៉ុណ្ណោះវាអត់មានអីផ្សេងទេអូខេអញ្ចឹងតមកក៏ add WeChat គ្នាក៏ដូចជា location ដើម្បីភាសាគ្នាតាមក្រោយអីយ៉ាងរៅបន្តមកនាងក៏បានជូនដំណើរទៅកាន់តួឯកផលរបស់យើងចាញ់យ៉ាងទៅហើយក៏បានកោតសរគេផងដែរដោយសារអាការចំណាយលុយ20លានដើម្បីជួសជុលផ្ទះនិងវិឡារបស់គេហ្នឹងវាលើសពីតម្លៃដែលតួឯកផលរបស់យើងបានទិញតែកាន់វិឡាហ្នឹងទៅទៀតចឹងហើយគេគឺជាភ្ញៀវដ៏ធំបើអាចបញ្ចប់កិច្ចសហការមួយតួឯកផលរបស់យើងបានតួក្រុមហ៊ុនរបស់គេគ្មានការងារធ្វើមួយឆ្នាំក៏វាអត់ហើយដែរចឹងហើយត្រូវតែយកបានតមកនាងក៏បានមករកការទៅកាន់ប្រធានបានរបស់នាងវិញទៅតែតួឯកផលរបស់យើងយល់ព្រមក្នុងការញ៉ាំអាហារ dinner យប់ហ្នឹងហើយឲ្យតែបានទៅវាភាសាហើយដោយសារពួកយើងគឺមានឱកាសល្អដើម្បីនិយាយមួយគាត់ហើយវាក៏ជាឱកាសដ៏ធំមួយផងដែរក្នុងការបញ្ចប់កិច្ចព្រមព្រៀងជាមួយនឹងគាត់ហើយក្រុមហ៊ុនរបស់ពួកគេមិនអាចយកគាត់ទៅកាន់ដៃក្រុមហ៊ុនដទៃទៀតបាននោះទេគាត់នឹងមានឈ្មោះថា Van Ren Ming គាត់គឺជា manager ទូទៅនៃក្រុមហ៊ុន Quanting manager បានសួរទៅកាន់កញ្ញាឆឹងម៉ៃបើនិយាយចឹងគាត់មកម្នាក់ឯងទេមែនអត់ទេគាត់បាននាំនារីម្នាក់មកដែរប៉ុន្តែពួកគេហាក់ដូចជាមិនជាមិត្តស្រីនឹងគ្នាឡើយមិនជាមិត្តស្រីល្អអញ្ចឹងពួកគេត្រូវការភ្ជាប់ចូលទៅកាន់កញ្ញា Su
ชูไว้ឲ្យនាងមក dinner នៅយប់ហ្នឹងដើម្បីប្រកាសតែរងល្អជាមួយនឹងតួឯករបស់យើងណាយ៉ាងទៅស្រីរបស់យើងក៏បានកាន់មកដល់នាងទាំងពីរវិញជាងបានឃើញมึงលោកក៏បាននិយាយទៅកាន់តួឯករបស់យើងលោកមានសិនជាអត់ឡានរបស់លោកហ្នឹងហាក់ដូចជាក្តៅខ្លាំងមែនដែរណាអូបើដល់តែខ្ញុំដូចជាអត់ក្តៅហងមិនដឹងទេហើយនិយាយចឹងតើពួកយើងធ្វើឲ្យបន្តទៀតមើលតាមជ្រៅរបស់នាងទៅដូចជានាងអត់ត្រឡប់ទៅវិញទេណានាងចង់តាមខ្ញុំមែនចង់ឲ្យខ្ញុំហៅនាងទៅញ៉ាំ dinner ហើយមែនប្រកាសហ្នឹងហើយពីណាមិនចង់មកអ្នកការអញ្ជើញ free ការនាំដើរលេង free ញ៉ាំអាហារ free ទៀតនិយាយទៅថ្ងៃហ្នឹងនាងនឹងខ្លាចទៅជាសមររបស់តួឯករបស់យើងពេញមួយថ្ងៃយកតែម្ដងអូចង់ខ្លាចទៅជាសមររបស់ខ្ញុំមែនអញ្ចឹងត្រូវតែធ្វើតាមច្បាប់របស់ខ្ញុំយ៉ាងបើសិនបើនាងនឹងតាមខ្ញុំពេញមួយថ្ងៃនោះចឹងហើយវាគួរតែតាំងថ្ងៃតាំងយប់ដែរថាអត់ប៉ុន្តែកើតទៅក៏អាចចឹងដែរពេញមួយថ្ងៃហើយពេញមួយយប់ទៀតកាំងខ្លាំងដែរព្រោះឯងរោគចិត្តក៏រោគចិត្តយ៉ាងនេះប៉ុន្តែអត់ខ្វល់ទេខ្ញុំនឹងតាមរយតាមរយពេញមួយថ្ងៃហើយអត់ចោះពីឡានហ្នឹងឡើយ